ចាវីដេអូនេះអ្នកគ្រូសូមមកចែករំលែកពីរឿងអ្នកដែលមានបុណ្យធំរមែងជួបនៅក្តីទុក្ខ5យ៉ាងនេះមនុស្សទូទៅស្ទើរតែមិនយល់ប៉ុន្តែក្តីទុក្ខនេះនឹងជួយជំរុញឲ្យបុគ្គលម្នាក់នេះឆ្ពោះទៅកាន់ភាពជោគជ័យភាពរឹងមាំនិងជាអ្នកដែលមានកេរ្តិ៍ឈ្មោះនៅពេលអនាគតបានព្រោះបុណ្យធំមិនមែនបានន័យថាជីវិតបុគ្គលនោះត្រូវតែងាយស្រួលទាំងអស់នោះទេតែសំដៅលើបន្ទុកត្រូវទទួលនិងមេរៀននៃការដកពិសោធន៍ត្រូវឆ្លងកាត់និងមកតាមជាប់ជាមួយរហូតក្តីទុក្ខប្រភេទទី1ភាពតែលតោលរបស់អ្នកមានបុណ្យខ្ពស់អ្នកមានបុណ្យធំបុណ្យច្រើនរមែងប្រឈមមុខជាមួយនឹងភាពតែលតោលជានិច្ចព្រោះកម្មល្អកាលពីអតីតมันអាចឲ្យគេចូលចុះជាមួយនឹងមនុស្សក្រុមខ្លះឬมันអាចទ្រាំជាមួយការគិតថ្នាក់ទាបរបស់មនុស្សខ្លះបាននៅក្នុងវិត្រៃបិដកមានពាក្យព្រានប្រដៅថានៅពេលដែលបុគ្គលនោះមានចិត្តខ្ពស់រមែងមិនអាចរស់នៅក្នុងក្រុមមនុស្សចិត្តទាបបានតើបអ្នកមានបុណ្យធំនៅក្នុងជាតិនេះធ្វើឲ្យមានលក្ខណៈនិស្ស័យដូចនេះមានអារម្មណ៍មិនចូលជាមួយនឹងបព្វពួកទោះជានៅក្នុងចំណោមមនុស្សច្រើនក៏ដោយព្រោះចិត្តដែលល្អិតរមែងមើលឃើញនៅអ្វីដែលល្អិតហើយអ្នកដទៃមិនអាចមើលឃើញទាំងរឿងការគិតចិត្តនិងភាពស្មោះត្រង់និងថាមពលរបស់មនុស្សម្នារមែងមានមិត្តតិចតែមានមិត្តល្អមិនមែនមកពីមិនមានអ្នកណាចង់ធ្វើមិត្តជាមួយនោះទេតែมันអាចទ្រាំជាមួយនឹងការបោកប្រាស់ការមិនស្មោះត្រង់ឬមិត្តដែលគិតខុសធ្វើខុសបានមានចិត្តចង់នៅម្នាក់ឯងជាញឹកញាប់មិនមែនដោយសារស្អប់មនុស្សតែចិត្តត្រូវការភាពស្ងប់ដើម្បីបង្កើនកម្លាំងហើយធ្វើការយល់ពីផ្លូវនៃជីវិតការនៅស្ងៀមស្ងាត់ធ្វើឲ្យគេធំធាត់លឿនព្រោះត្រូវគិតខ្លួនឯងធ្វើខ្លួនឯងដួលខ្លួនឯងក្រោបខ្លួនឯងដោយមិនបាច់ពឹងអ្នកណានេះជាក្តីទុក្ខដែលអ្នកមានបុណ្យតិចមិនយល់តែអ្នកមានបុណ្យច្រើនគេដឹងច្បាស់ថារឹតតែខ្ពស់រឹតតែស្ងាត់រឹតតែជ្រៅរឹតតែតែលតោលក្តីទុក្ខប្រភេទទី2ការទទួលខុសត្រូវដែលធ្ងន់ធ្ងរជាងមនុស្សទូទៅអ្នកដែលមានបុណ្យធំនឹងត្រូវជំរុញឲ្យទទួលបន្ទុកច្រើនជាងអ្នកដទៃតាំងពីវ័យក្មេងឬវ័យធ្វើការដូចជាត្រូវមើលថែក្រុមគ្រួសារត្រូវធ្វើជាបង្គោលឲ្យគ្រួសារត្រូវសម្រេចចិត្តរឿងធំជំនួសគ្រប់គ្នាត្រូវធ្វើជាមេដឹកនាំដោយធម្មជាតិត្រូវឈរជាជំហរឲ្យគ្រប់គ្នាផ្ដល់ក្តីសង្ឃឹមលើថ្មីត្បិតតែខាងក្រៅមើលទៅដូចរឹងមាំតែនៅក្នុងចិត្តវិញត្រូវរងសម្ពាធយ៉ាងមហាសាលព្រោះបុណ្យចាស់រុញច្រានឲ្យបុគ្គលប្រភេទនេះកើតមកធ្វើជាមេដឹកនាំដោយស្វ័យប្រវត្តិទោះជាមិនចង់ធ្វើក៏ត្រូវបង្ខំឲ្យធ្វើបន្ទុកដែលធ្ងន់នឹងធ្វើឲ្យចិត្តរឹងមាំអ្នកមានបុណ្យខ្ពស់រមែងមិនសូវបានប្រើជីវិតសប្បាយនោះទេតែត្រូវជួបនឹងរឿងធំដែលធ្វើឲ្យជីវិតទៅមុខរបៀបលោតផ្លោះមនុស្សដែលអាចគេពឹងពាក់បានទៅកម្មបញ្ជូនរឿងធ្ងន់យកមកឲ្យហើយបើអ្នកណាមានសមត្ថភាពច្រើនកម្មនឹងជ្រើសរើសប្រើគេឲ្យធ្វើនៅអ្វីដែលមនុស្សធម្មតាធ្វើមិនបានពេលខ្លះមានអារម្មណ៍ដូចខ្លួនឯងទទួលខុសត្រូវលោកនេះទាំងមូលហត់រហូតនិយាយមិនចាញ់តែនៅតែទៅមុខបន្តនេះជាក្តីទុក្ខរបស់មនុស្សរឹងមាំហើយព្រមក្នុងការឈានដើរទៅកាន់ផ្លូវដែលធំធេងជាងមុននៅពេលអនាគតក្តីទុក្ខប្រភេទទី3ការបាត់បង់របស់ដែលសំខាន់ដើម្បីបើកផ្លូវបុណ្យថ្មីបុណ្យធំមានលក្ខណៈសាងសិនបាត់បង់សិនបានសិនអ្នកមានបុណ្យធំរមែងជួបហេតុការណ៍ដែលធ្វើឲ្យបាត់បង់គូស្នេហ៍ចាកទៅទំនាក់ទំនងត្រូវចប់ទ្រព្យសម្បត្តិបាត់ទៅការងារដែលរឹងមាំក៏ត្រូវឈប់ឱកាសដែលសង្ឃឹមទុកនៅសុកក៏បាត់តែគ្រប់ពេលដែលបាត់បង់គឺសុទ្ធតែមានហេតុផលក្នុងកម្រិតកម្មយ៉ាងស៊ីជម្រៅការបាត់បង់ជាការសម្អាតទីកន្លែងរបស់ខ្លះមិនស័ក្តិសមនឹងនៅជាមួយលោកអ្នកខ្លះមិនស័ក្តិសមនឹងនៅរួមរស់ជាមួយយើងការងារខ្លះមិនមែនជាការងារដែលបុណ្យកំណត់ឲ្យធ្វើរឹតតែបាត់បង់លឿនរឹតតែបានរបស់ដែលល្អជាងលឿនមកវិញពេលខ្លះរបស់ដែលបាត់ទៅវាជាអ្វីដែលជួយទប់បុណ្យរបស់យើងនៅពេលដែលបាត់ទៅបុណ្យថ្មីក៏មកជំនួសដូច្នេះអ្នកមានបុណ្យធំរមែងជួបនៅអ្វីដែលធ្វើឲ្យជីវិតផ្លាស់ប្ដូរលឿនអំឡុងពេលបាត់បង់មានការខូចចិត្តខ្លាំងតែមិនយូរប៉ុន្មាននោះទេលោកអ្នកនឹងបានជួបនៅអ្វីដែលធ្វើឲ្យចិត្តយល់ឃើញថាបាត់បង់ដើម្បីបានមកវិញខូចខាតដើម្បីធំធាត់ចប់ដើម្បីចាប់ផ្ដើមថ្មីក្តីទុក្ខប្រភេទទី4ការសាកល្បងរឿងចិត្តនិងសិលធម៌អ្នកមានបុណ្យធំនឹងជួបការសាកល្បងយ៉ាងខ្លាំងក្នុងរឿងសិលនិងចិត្តព្រោះបុណ្យកាន់តែខ្ពស់កម្មរិទ្ធតែសាកល្បងដើម្បីចម្រាញ់យកអ្នកដែលព្រមនៅក្នុងការឈានទៅកាន់កម្រិតនៃជីវិតដែលខ្ពស់ជាងមុនការសាកល្បងរមែងមកនៅក្នុងរូបបែបដែលមនុស្សទូទៅមើលមិនឃើញដូចជាត្រូវចាក់រុកឲ្យខឹងតែក៏ត្រូវអត់ធ្មត់ត្រូវគេនិយាយដើមមួលបង្កាច់តែក៏ត្រូវរក្សាសិលត្រូវសាកល្បងរឿងលុយកាក់ការលោភការខ្លាចជួបហេតុការណ៍ដែលធ្វើឲ្យចិត្តញាប់ញ័រជួបរឿងដែលធ្វើឲ្យលោកអ្នកដឹងថាតួខ្លួនពិតរបស់លោកអ្នកវាយ៉ាងម៉េចបើឆ្លងកាត់បានបុណ្យនឹងឡើងខ្ពស់ហើយជីវិតនឹងឆ្លងផុតពីកម្រិតដើមយ៉ាងឆាប់រហ័សបើលោកអ្នកឆ្លងមិនផុតទេមេរៀនសាកល្បងដដែលនឹងវិលមកម្ដងទៀតរហូតតតែឆ្លងទៅបាននេះ
ជាធម្មជាតិរបស់អ្នកមានបុណ្យព្រោះបុណ្យធំត្រូវប្រមមកជាមួយចិត្តដែលរឹងមាំក្តីទុកប្រភេទទី5ភាពជោគជ័យមកយឺតជាងអ្នកដទៃនេះជាការពិតដែលឈឺចាប់បំផុតរបស់អ្នកមានបុណ្យធំមនុស្សទូទៅរមែងជោគជ័យលឿនជាងតែមនុស្សដែលមានបុណ្យខ្ពស់រមែងសម្រេចយឺតជាងអ្នកដទៃជានិច្ចព្រោះត្រូវសិក្សាត្រូវធំធាត់ត្រូវឆ្លងកាត់ការសាកល្បងជាច្រើនត្រូវកម្ចាត់កម្មចាស់ត្រូវអភិវឌ្ឍចិត្តហើយត្រូវសាងគ្រឹះនៃជីវិតឲ្យរឹងមាំតើបឈានទៅកាន់ភាពជោគជ័យដ៏ធំធេងនៅទីបំផុតមនុស្សមានបុណ្យតិចសម្រេចលឿនតែមិនយូរអង្វែងឡើងលឿនតែក៏ធ្លាក់លឿនមនុស្សមានបុណ្យច្រើនសម្រេចយឺតតែរឹងមាំយូរអង្វែងនៅពេលដែលគេបានទទួលជោគជ័យហើយជីវិតគ្មានថ្ងៃត្រឡប់ទៅលំបាកដូចមុនទៀតភាពជោគជ័យរបស់អ្នកមានបុណ្យខ្ពស់គឺជាស្ថិរភាពមិនមែនគ្រាន់តែជាភាពមានបានតែជាការជឿជាក់ភាពរឹងមាំក្តីសុខនិងភាពស្ងប់នៅខាងក្នុងព្រោះឆ្លងកាត់ការសាកល្បងមកច្រើនរហូតដល់មិនមានអ្វីធ្វើឲ្យលោកអ្នកញាប់ញ័របានទៀតនោះទេបើលោកអ្នកកំពុងតែជួបក្តីទុក្ខអស់នេះបានន័យថាបុណ្យកំពុងតែធ្វើការមនុស្សទូទៅនឹងមិនជួបក្តីទុក្ខអស់នេះព្រោះជាមេរៀនពិសោធន៍សម្រាប់តែអ្នកដែលមានបុណ្យច្រើនតែប៉ុណ្ណោះរឿងរ៉ាវក្តីទុក្ខទាំង5ដែលអ្នកគ្រូលើកយកមកនេះមិនមែនជាការដាក់ទោសតែជាការអប់រំចិត្តវិញ្ញាណដើម្បីឲ្យព្រមក្នុងការទទួលបន្ទុកជីវិតដែលធំធេងជាងមនុស្សទូទៅចូលកុំរាថយកុំអស់ជំនឿលើខ្លួនឯងកុំគិតថាជីវិតលោកអ្នកដើរខុសផ្លូវដឹងព្រោះនៅក្នុងផ្លូវធម៌ការសាកល្បងធ្ងន់ធ្ងរគឺជាសញ្ញានៃផលបុណ្យធំដែលកំពុងតែនឹងមកដល់តើបជីវិតអ្នកមានបុណ្យគឺមិនធម្មតាហើយផ្លូវដែលកំពុងដើរក៏មិនមែនជាផ្លូវដែលអ្នកណាក៏ដើរបានងាយនោះទេបើថ្ងៃនេះលោកអ្នកមិនទាន់បានទទួលជោគជ័យសូមឲ្យជឿចុះថាលោកអ្នកកំពុងស្ថិតនៅក្នុងអំឡុងពេលដែលអរុណត្រៀមរះហើយអ្វីបានជាមនុស្សមានបុណ្យត្រូវជួបទុក្ខមុនពេលបុណ្យហុចផលមានហេតុផលសំខាន់4ខទី1ទុក្ខគឺជាការជំរះចិត្តឲ្យស្អាតចិត្តដែលអាចទទួលកម្លាំងបុណ្យបានត្រូវស្រាលត្រូវថ្លាត្រូវចេះប្រឡែងក្តីទុក្ខនឹងបំពេញតួនាទីនេះជំនួសយើងទី2ទុក្ខគឺជាការកាត់កម្មចាស់ដែលនៅសល់ដោយបំណុលត្រូវសងឲ្យអស់សិនទើបចាយលុយថ្មីបាន3ទុក្ខធ្វើឲ្យចិត្តធំធាត់បានលឿនបំផុតមិនមានអ្វីដែលបង្រៀនចិត្តយើងបានល្អស្មើនឹងការឈឺចាប់4ទុក្ខគឺជាការសាកល្បងថាតើយើងស័ក្តិសមជាមួយនឹងបុណ្យដែលបានទទួលឬក៏អត់បុណ្យធំត្រូវប្រើចិត្តដែលធំចាំទទួលបើចិត្តយើងតូចគឺមិនអាចទ្រទ្រង់កម្លាំងបុណ្យបាន